លើដងផ្លូវពីរអ្នកកងការជេរស្ដីឲ្យអ្នកបើកឡានម្នាក់បានមកបង្ហាញមុខនៅស្នងការហើយក្រុមដើរតួជាអង្គរៈដែលធ្វើឲ្យមានការភ័យខ្លាចអ្នកដំណើរតាមដងផ្លូវសាធារណៈដែលល្បីនៅក្នុងបណ្ដាញសង្គមបានមកដល់ស្នងការនគរបាលរាជធានីហើយនេះបើតាមFacebook ឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី26ខែវិច្ឆិកានេះឧត្តមសេនីយ៍ឯកជួនណារិនដែលចាត់វិធានការបានលឿនរហ័សដាក់បញ្ជាឲ្យជំនាញក៏ហៅសួរនាំក្រុមអង្គរៈដែលបានបង្ហោះម៉ូតូកាត់ជេរស្ដីឲ្យអ្នកបើកឡានម្នាក់ដែលបើកនៅពីក្រោយមេរបស់ពួកគេទង្វើតាមដងផ្លូវសាធារណៈនេះបានធ្វើឲ្យសាធារណជនមិនអាចទទួលបានឡើយឧត្តមសេនីយ៍ឯកជួនណារិនបានគូបញ្ជាក់បន្ថែមថាបើនៅតែមានបែបនេះទៀតគួរបញ្ឈប់ជាបន្ទាន់ខ្ញុំមិនអនុញ្ញាតឲ្យមានទង្វើបែបនេះក្នុងសង្គមដែលប្រជាជនយើងស្អប់ខ្ពើមនោះទៀតទេ